Mark Zuckerberg គាត់គឺជាសេដ្ឋីវ័យក្មេងមួយរូបបាទនៅសហរដ្ឋអាមេរិកគាត់ស្ថិតក្នុងចំណោមកំពូលមហាសេដ្ឋីហើយពីព្រោះអីគាត់គឺជាម្ចាស់របស់ Facebook ហើយគាត់ក៏ជាម្ចាស់ភាគហ៊ុនធំរបស់ Facebook ផងដែរសំខាន់បំផុតគឺគាត់នៅវ័យក្មេងទេដូច្នេះយើងមាននៅមេរៀនជាច្រើនដែលអាចរៀនពីគាត់អញ្ចឹងហើយបានថ្ងៃនេះខ្ញុំជ្រើសយកនៅបុគ្គលថ្មីមួយទៀតគឺលោក Mark Zuckerberg នេះឯងអូខេឥឡូវយើងចូលទៅគំនិតល្អៗរបស់គាត់តែម្ដងទៅបាទដំបូងមានទី1ដែលគាត់ចែករំលែកទៅកាន់សាធារណជនណាហើយយើងដែលជាអ្នកធ្វើការឬមួយក៏ជាម្ចាស់អាជីវកម្មអីនានាហ្នឹងគួរតែរៀនពីគាត់បាទដំបូងមានដ៏ល្អបំផុតទី1របស់គាត់ហ្នឹងគឺគាត់និយាយថាការជោគជ័យដ៏អស្ចារ្យបំផុតគឺសេរីភាពក្នុងការហ៊ានបរាជ័យបាទគាត់កន្លែងចំណុចនេះខ្ញុំចង់លើកឧទាហរណ៍មួយដែលគាត់និយាយថា Facebook មិនមែនជាកម្មវិធីមួយដែលគាត់បង្កើតឡើងទេហើយមិនមែនជាកម្មវិធីដំបូងដែលគាត់បង្កើតឲ្យជោគជ័យភ្លាមទេគាត់ធ្លាប់បង្កើតនៅកម្មវិធី game នៅកម្មវិធីនេះកម្មវិធីនោះជាច្រើនទៀតទម្រាំតែគាត់អាចបង្កើត Facebook បាននឹងទម្រាំតែគាត់ជោគជ័យជាមួយនឹងក្រុមហ៊ុន Facebook ហ្នឹងបាទដែលរាល់ថ្ងៃ Facebook ក្រុមហ៊ុនមេរបស់វាបដូរទៅជាក្រុមហ៊ុន Meta បាទអញ្ចឹងយើងឃើញទេគាត់ដំបូងមានសំខាន់ដែលខ្ញុំជ្រើសទី1មកនិយាយហ្នឹងគឺថាគាត់និយាយថាចំណុចដ៏អស្ចារ្យបំផុតបាទភាពជោគជ័យដ៏អស្ចារ្យបំផុតគឺការហ៊ានបថុយឬមួយក៏ហ៊ានក្នុងការបរាជ័យហ្នឹងបាទពីព្រោះអីបើយើងចង់ជោគជ័យធំបើយើងចង់សម្រេចកិច្ចការសំខាន់ឬមួយក៏សម្រេចគោលដៅធំបាទដល់តែបងប្អូនហ៊ានបថុយបាទហ៊ានបថុយហ៊ានចាប់ផ្ដើមធ្វើជាមុនសិនបាទបើបងប្អូនអត់ហ៊ានលោតចូលជំហានទី1ឬមួយក៏ប្រឡូកចូលភ្លាមទេបាទជោគជ័យធំឬមួយក៏អាជីវកម្មរបស់បងប្អូនគោលដៅរបស់បងប្អូនធំខាងមុខហ្នឹងច្បាស់ជាមិនអាចជោគជ័យទៅបានទេអញ្ចឹងហើយបានគាត់រំលឹកថាគាត់ជាមនុស្សម្នាក់ដែលក្លាហានមែនទែនគាត់រៀននៅសាកលវិទ្យាល័យបណ្ដាលគាត់ចាប់ផ្ដើមច្នៃសរសេរកូដកម្មវិធី Facebook បណ្ដាលបាទដំបូងគាត់បង្កើត Facebook ហ្នឹងគាត់បង្កើតសម្រាប់តែដើម្បីទំនាក់ទំនងនៅសាកលវិទ្យាល័យរបស់គាត់ឯងបានថាទំនាក់ទំនងសិស្សនិស្សិតរវាងគ្នានឹងគ្នាហ្នឹងបាទហើយមានពាក្យមនុស្សជាច្រើនគាត់និយាយថា Facebook បង្កើតដំបូងហ្នឹងគឺគ្រាន់តែដើម្បីញ៉ាយគ្នានៅក្នុងសាកលវិទ្យាល័យរបស់គាត់ទេអញ្ចឹងMark Zuckerberg ក៏គាត់បានបញ្ជាក់ដែរហ្នឹងជាការកំសាន្តទេដើម្បីទំនាក់ទំនងជជែកវេញញែកគ្នាឬមួយក៏និយាយគ្នាឬមួយក៏ផ្ញើសារទៅវិញទៅមកនៅក្នុងសាកលវិទ្យាល័យរបស់គាត់ហ្នឹងប៉ុន្តែទីបំផុត Facebook បែរទៅជារបស់មួយដែលអស្ចារ្យបំផុតសម្រាប់ពិភពលោកបាទអញ្ចឹងទី1គាត់ត្រូវឲ្យយើងហ៊ានបរាជ័យទើបជាចំណុចសំខាន់បំផុតក្នុងការអាចទទួលបានជោគជ័យធំត្រូវតែហ៊ានទទួលបរាជ័យឬមួយក៏ហ៊ានប្រឈមនឹងបរាជ័យបាទអូខេឥឡូវទៅដំបូងមានដ៏ល្អទី2របស់ Mark Zuckerberg បាទអានេះដំបូងមានរបស់គាត់ផ្ទាល់គាត់បញ្ចេញមកគាត់ថាដំបូងមានដ៏សំខាន់បំផុតរបស់ខ្ញុំគឺអ្នកគួរតែរៀនសរសេរកម្មវិធីសរសេរ program បាទគាត់លើកទឹកចិត្តមែនទែនហ្មង Mark Zuckerberg គាត់និយាយនៅក្នុងទីសាធារណៈជាច្រើនហ្នឹងគាត់តែងតែប្រាប់ទៅកាន់យុវជនហើយនឹងអ្នកស្ដាប់ថាជំនាញដ៏ល្អបំផុតមួយសម្រាប់សម័យបច្ចេកវិទ្យានេះគឺជំនាញសរសេរកម្មវិធីជំនាញ programming បាទបង្កើតកម្មវិធីសរសេរកូដឬមួយក៏និយាយទៅឲ្យតែតាក់ទងជាមួយនឹងខាងបច្ចេកទេសខាងសរសេរកូដខាងក្រោយហ្នឹងបាទបើបងប្អូនឬមួយក៏អត់ទាន់ស្វែងយល់អំពីជំនាញរបស់ខ្លួនឯងទេហើយក៏អត់ទាន់បានរៀនអីនៅសាកលវិទ្យាល័យទេបងប្អូនអាចជ្រើសយកជំនាញមួយហ្នឹងទៅបាទសរសេរកម្មវិធីបាទសរសេរ program បាទព្រោះអីបច្ចុប្បន្នមានមនុស្សធម្មតាជាច្រើនគាត់កើតចេញពីអ្នកសរសេរកម្មវិធីហ្នឹងបាទពីមនុស្សធម្មតាខ្លាយទៅជាសេដ្ឋីលុយរាប់សិបលានដុល្លារបាទអាហ្នឹងនៅស្រុកក្រៅគឺសម្បូរមែនទេហើយរាល់ថ្ងៃនេះនៅប្រទេសឥណ្ឌាក៏សម្បូរសេដ្ឋីប្រាក់លានកើតចេញពីអ្នកសរសេរកម្មវិធីនឹងដែរបាទសរសេរ program បង្កើតទៅជាប្រភេទដូចជាកម្មវិធី game កម្មវិធី app សិក្សា app កំសាន្ត app ផ្សេងនានាហ្នឹងគឺគេសរសេរបង្កើតឡើងមកហើយដាក់ចូលទៅក្នុង Play Store ហើយ App Store ទៅ
ក៏ពួកគេអាចទទួលបានចំណូលច្រើនពីមនុស្សទូទាំងពិភពលោកបាទអញ្ចឹង Mark Zuckerberg គាត់លើកទឹកចិត្តខ្លាំងមែនទែនបាទហើយបើខ្លួនខ្ញុំផ្ទាល់ក៏អញ្ចឹងដែរបើសិនជាខ្ញុំនៅរៀននៅសាកលវិទ្យាល័យដំបូងបើខ្ញុំមិនជំនាញមិនដឹងថាជំនាញណាដែលគូរៀនណាបាទខ្ញុំមានតែរើសជំនាញហ្នឹងហើយមកដល់បច្ចុប្បន្ននេះបើសិនជាខ្ញុំអាចជ្រើសបានណាខ្ញុំរើសជំនាញសរសេរ program ហើយពីព្រោះអីអ្នកសរសេរ program សំខាន់មកពី Silicon Valley នៅសហរដ្ឋអាមេរិកណាបាទជារដ្ឋមួយទីក្រុងហ្នឹងគឺសម្បូរទៅដោយអ្នកសរសេរកម្មវិធីមែនទេបាទហើយសម្បូរទៅដោយមនុស្សធម្មតាបាទគាត់សរសេរកម្មវិធីគាត់អាចក្លាយទៅជាសេដ្ឋីប្រាក់លានដុល្លារបាទអ្នកខ្លះអាចកាន់ភាគហ៊ុនឬមួយក៏មានលុយរាប់លានដុល្លាររាប់រយលានដុល្លារពីរបស់ដែលគាត់បង្កើតឡើងហ្នឹងដូចជាខ្ញុំមើលស្ថាបនិករបស់Sugar Cane ណាកម្មវិធី game មួយគេហៅ Sugar Cane ណា Sugar Cane មិនដឹងបងប្អូនធ្លាប់លេងអត់ទេគាត់បង្កើតកម្មវិធីនឹងដំបូងគាត់មិនទាំងចាប់អារម្មណ៍ដល់ថ្នាក់ដែល game របស់គាត់នឹងអាចមានតម្លៃខ្លួនដល់រាប់ពាន់លានទេគាត់តែគិតអញ្ចឹងទេគាត់គ្រាន់តែបង្កើតឡើងហើយសម័យថាថ្ងៃក្រោយអាចរលួយបាន1លាន2លានដុល្លារទៅដើម្បីឲ្យជីវិតរបស់គាត់នឹងអាចនឹងរស់ស្រួលពីហ្នឹងទៅតែចុងក្រោយគាត់មិនមែនបានតែប៉ុណ្្នឹងទេបងប្អូនបាទគាត់អាចរកចំណូលពី game របស់គាត់រហូតដល់រាប់ពាន់លានដុល្លារណោះបាទរាប់ពាន់លានណាបងប្អូនមិនមែនថា100លានដុល្លារណារាប់ពាន់លានដុល្លារចេញពីអា game ដែលគាត់បង្កើតហ្នឹងអញ្ចឹងកន្លែងចំណុចនេះ Mark Zuckerberg ក៏គាត់ជំរុញមែនទែនឲ្យយុវជនព្យាយាមសរសេរ program ព្រោះអីរាល់ថ្ងៃមនុស្សយើងគឺនៅលើអ៊ីនធឺណិតច្រើនមែនទែនបាទម្នាក់កាន់ទូរស័ព្ទដៃគ្រប់ទីកន្លែងកាន់កុំព្យូទ័រកាន់ទូរស័ព្ទដៃនឹងគ្រប់ទីកន្លែងហ្មងអញ្ចឹងបើសិនជាយើងមានដងខាងផ្នែកបច្ចេកវិទ្យាបាទជ្រើសជំនាញនឹងទៅហើយព្យាយាមរៀនឲ្យច្រើនទៅហើយគិតនៅអ្វីដែលអាចថាបង្កើតអ្វីមួយសម្រាប់ពិភពលោកទៅបងប្អូនអាចថ្ងៃណាមួយអាចក្លាយទៅជាម្ចាស់កម្មវិធីអីមួយក៏ថាបានដែរបាទហើយដូច Mark Zuckerberg អញ្ចឹងគាត់បង្កើតដំបូងគាត់រៀននៅសាកលវិទ្យាល័យឆ្នាំទី1ឡើយទេគាត់បង្កើត Facebook ណាបាទតែគាត់ក៏នៅពេលដែល Facebook ចាប់ផ្ដើមដំណើរការហើយគាត់សុខចិត្តឈប់ពីសាកលវិទ្យាល័យសិនហើយផ្ដោតទៅលើកម្មវិធីរបស់គាត់រហូតដល់គាត់មានលុយរាល់ថ្ងៃហ្នឹងដូចជាជាង100,000លានដុល្លារទៅហើយបាទអញ្ចឹងយើងគិតមើលបាទចេញពីនិស្សិតម្នាក់ដែលមិនមែនជាអ្នកមានទេបាទគ្រាន់តែថាគាត់មានជីវភាពសមរម្យក្នុងគ្រួសាររបស់គាត់ណាប៉ុន្តែមិនមែនមានលុយដល់រាប់សិបលានដុល្លារទេតែគាត់អាចខ្លាយទៅជាអ្នកដែលកាន់លុយដល់រាប់ពាន់លានដុល្លារទាំងវ័យក្មេងនេះអញ្ចឹងយើងគិតមើលកើតចេញពីអីគេគាត់កើតចេញពីការសរសេរកម្មវិធីបម្រើទៅកាន់អ្នកប្រើប្រាស់ទូទាំងពិភពលោកបាទអញ្ចឹងបើបងប្អូនមានជំនាញផ្នែកហ្នឹងហើយចូលចិត្តស្រឡាញ់ផ្នែកហ្នឹងខ្ញុំលើកទឹកចិត្តមែនទែនព្យាយាមរៀនស្រាវជ្រាវច្រើនហើយទៅរៀនពីអ្នកជំនាញឲ្យច្រើនទៅថ្ងៃណាមួយបងប្អូននឹងបង្កើតបានរបស់អីមួយដែលមនុស្សទូទាំងពិភពលោកអាចប្រើបានដូចខ្ញុំអត់បានរៀនផ្នែកបច្ចេកវិទ្យាឬមួយក៏ផ្នែក programming ទេប៉ុន្តែដោយសារខ្ញុំមានជំនាញផ្នែកនិពន្ធហើយខ្ញុំចូលចិត្តខាងវិស័យបច្ចេកវិទ្យាផងក៏ខ្ញុំចាប់ផ្ដើមប្រមូលគ្នាមកដើម្បីរៀបចំបង្កើតនៅក្រុមហ៊ុនបច្ចេកវិទ្យាបាទបង្កើត app អានសៀវភៅមួយអាហ្នឹងហើយតាក់ទងពីបច្ចេកវិទ្យាគឺយើងត្រូវសរសេរកូដបង្កើតទៅជាកម្មវិធីហ្នឹងហើយបានយើងអាចឆ្នៃវារកចំណូលពីអាហ្នឹងនៅថ្ងៃអនាគតអាចនឹងច្រើនក៏ថាបានដែរអញ្ចឹងបើសិនជាបងប្អូនដែលបានមើលវីដេអូនេះបាទបើបងប្អូនមានការស្រឡាញ់ក្តីស្រឡាញ់ផ្នែកបច្ចេកវិទ្យាដែរបាទខ្ញុំលើកទឹកចិត្តឲ្យទៅរៀន programming ទៅបាទរៀនផ្នែកសរសេរកម្មវិធីទៅថ្ងៃណាមួយបងប្អូននឹងបានលទ្ធផលធំពីអ្វីដែលបងប្អូនសិក្សាហ្នឹងបាទអូខេឥឡូវទៅដំបូន្មានល្អបំផុតទី3របស់លោក Mark Zuckerberg បាទគាត់និយាយថាហានិភ័យដ៏ធំបំផុតគឺជាការដែលមិនហ៊ានសាកល្បងធ្វើអ្វីមួយដែលមានហានិភ័យបាទកន្លែងនេះគឺល្អមែនទែនហ្មងបានន័យថាហានិភ័យធំបំផុតហានិភ័យដ៏ធំបំផុតដ៏កាយសាហាវបំផុតគឺជាអ្វីដែលយើងមិនហ៊ានសាកល្បងក្នុងការធ្វើកិច្ចការមួយដែលប្រឈមហានិភ័យបានន័យថាយើងអត់ហ៊ានប្រឈមហានិភ័យអាហ្នឹងហើយទៅជាហានិភ័យបានថាយើងអត់ហ៊ានប្រឈមធ្វើការងារលំបាកអាហ្នឹងហើយទៅជាហានិភ័យធំបំផុតមនុស្សយើងដើម្បីល្បីល្បាញដើម្បីពូកែដើម្បីខ្លាំងដើម្បីមានបានដើម្បីអស្ចារ្យទៅបានបាទត្រូវតែហ៊ានប្រឈមនឹងហានិភ័យ
thử tại hiến pro lộc châu cách ca ấy mũi rồi mũi có bằng cao nơi đó bỏ ấy mũi để miên hai này phay khu hai này phay thông này chẳng để sao anh chơi bằng bồn một nút đại phụ cái một nút đại o chá một nút đại ai khai từ chia bọc cô đây là bay là bán theo bán nó xuất tài chính nè đại hiên và chôm hai này phay hay nừng hiên thưa nừng cách ca na đại một nút mình đi chỉ cho khai rồi bà hãy nhưng mơ một nút thom mà đa nó lơ bị phục lô cứ cho đá hơn kháng này bộ ấy quát ăn hiên thưa cách ca na để và chôm hai này phay để được chứ này bộ quát chỉ ở phía trong môi cò phía là bay bay miền ní nó có ăn miền cây chmu ấy là bay là bán đôi nhẹ đại quạt hiên và chôm bằng hai phay đại cái anh thằng cho nói ní mình ban đây tha ao tập chôm bằng hai phay thưa ấy môi chôm bằng hai phay hay là ó thế mình chẳng thể nhẹ đại và chôm bằng hai phay mùi nhẹ đại hiên vừa cái cái mùi đại và chôm bằng hai phay kê nút chlang này kê nút bù cái này kê nút không răng riêng không áp bị vọt luôn khlang này chẳng từ cái mơ khơi ở các thung để nơi bị cái non nắng chẳng hay bạn cây hiên và lục châu bạn thằng cho nói đi nhom lực được chỉ thì họ bị check má quạt tới chạy computer bỏ nơi về để quạt tới lên nơi sao rồi mấy chứ nào bà quạt chạy computer mà cứ nắng quạt chạy mơ bị China bia bà chạy mơ bị bía miền đập đợt tâyផលិតស្រាបៀប៉ុណ្ណាពាក្យតែ China បៀនៅក្នុងអ៊ីនធឺណិតអត់មានទេដល់អញ្ចឹងទៅគាត់មើលឃើញឱកាសហ្នឹងគាត់ឆ្នៃមកបង្កើត Alibaba បាទអញ្ចឹងកន្លែងចំណុចនេះមិនចេកម៉ាគាត់ល្ងងនេះចេកម៉ាគាត់ឆ្លាតណាស់គាត់មើលឃើញឱកាសធំណាស់នៅពីក្រោយខ្នងហ្នឹងដូចនេះទៅគាត់មកប្រឈមជាមួយនឹងហានិភ័យដ៏ធំគឺបង្កើតក្រុមហ៊ុន Alibaba ហ្នឹងអញ្ចឹងអ្នកដែលហ៊ានប្រឈមអញ្ចឹងទៅអាចល្បីល្បាញទៅមានគេឈ្មោះបោះសម្លេងហើយនឹងមានលុយកាក់ធនធានហ្នឹងច្រើនទៅបានដល់តែយើងហ៊ានប្រឈមនឹងហានិភ័យដែរបាទហើយចំណុចដំបូងគ្មានស្រួលទេបងប្អូនគឺពិបាកណាស់ប៉ុន្តែបើបងប្អូនហ៊ានប្រឡូកហើយបងប្អូនប្រឹងប្រែងអភិវឌ្ឍខ្លួនឲ្យខ្លាំងបាទខ្ញុំជឿថាគោលដៅធំប៉ុណ្ណាក៏ដោយក៏មនុស្សយើងអាចសម្រេចបានដែរបាទឲ្យតែយើងមានឆន្ទៈខ្ពស់អូខេឥឡូវទៅដំបូងមានដ៏ល្អបំផុតទី4របស់លោក Mark Zuckerberg គាត់និយាយថាកុំបន្ថោកតម្លៃខ្លួនឯងទោះបីជាអ្នកកំពុងធ្វើអ្វីក៏ដោយព្រោះថាមនុស្សម្នាក់តែមានទស្សនវិស័យរបស់ខ្លួនដើម្បីផ្ដល់ទៅកាន់ពិភពលោកបាទគាត់ចង់បានន័យថាយើងធ្វើកិច្ចការអីក៏ដោយឥឡូវហ្នឹងណាបាទសូមកុំបន្ថោកតម្លៃខ្លួនឯងពេលខ្លះឥឡូវហ្នឹងយើងជាឧទាហរណ៍យើងជាបុគ្គលិកធម្មតាម្នាក់ទេតែយើងមានឆន្ទៈយើងមានគោលដៅធំពេលវេលានេះយើងកំពុងតែអភិវឌ្ឍខ្លួនដូច្នេះយើងត្រូវធ្វើជាបុគ្គលិកគេសិនយើងខំប្រឹងអភិវឌ្ឍខ្លួនសិនខំប្រឹងរៀនខំប្រឹងស្រាវជ្រាវខំប្រឹងរៀនពីអ្នកដទៃខំប្រឹងទំនាក់ទំនងឲ្យច្រើនសិនបន្ទាប់មកបាទចាំយើងចាប់ឱកាសធំនៅពេលដែលយើងមានបទពិសោធន៍កាន់តែច្រើនអញ្ចឹងកន្លែងចំណុចនេះគាត់ចង់លើកទឹកចិត្តថាកុំមើលងាយខ្លួនឯងឯសោះបាទដូច Mark Zuckerberg អញ្ចឹងគាត់កាលពី20ឆ្នាំមុនគាត់គ្រាន់តែជាក្មេងធម្មតាម្នាក់ទេព្រោះឯង Mark Zuckerberg គាត់ទៅតែអាយុ30ជាងទេបាទអញ្ចឹង20ឆ្នាំមុនគាត់គ្រាន់តែជាក្មេងធម្មតាម្នាក់ទេគាត់មិនមែនជាមនុស្សមានឈ្មោះបោះសម្លេងអីណាទេដល់ពេល20ឆ្នាំក្រោយនេះឃើញគាត់ខ្លាយជាមហាសេដ្ឋីទេអញ្ចឹងកន្លែងចំណុចហ្នឹងហេតុអីបានត្រូវមើលងាយខ្លួនឯងកាលពីមុន Mark Zuckerberg គាត់បង្កើត Facebook មកគាត់គ្រាន់តែជាសិស្សនិស្សិតម្នាក់ធម្មតាម្នាក់គ្មានឈ្មោះបោះសម្លេងគ្មាននរណាគេស្គាល់ទេប៉ុន្តែស្រាប់តែគាត់ខំប្រឹងរៀនខំប្រឹងធ្វើការយកបទពិសោធន៍ខំប្រឹងរៀនខំប្រឹងសរសេរកូដខំប្រឹងច្នៃហើយខំប្រឹងមើលពិភពលោកមើលតម្រូវការរបស់ពិភពលោកហើយគាត់ចាប់ផ្ដើមផលិតរបស់នឹងឡើងមកដូច្នេះយើងឃើញទេចេញពីមនុស្សធម្មតាម្នាក់បាទទៅជាបុគ្គលដ៏អស្ចារ្យសម្រាប់ពិភពលោកអញ្ចឹងកន្លែងចំណុចហ្នឹងគាត់លើកទឹកចិត្តថាកុំមើលងាយខ្លួនឯងទៅឲ្យសោះកុំមើលស្រាលខ្លួនឯងឲ្យសោះដូចអ្វីដែលខ្ញុំនេះអញ្ចឹងកាលពីគ្រូខ្ញុំផ្ទាល់ណាកាលពីមើលបកទៅត្រឹម5ឆ្នាំមុនចាស់បាទខ្ញុំមិនទាន់ខ្ញុំអត់មានគំនិតជ្រៅក្នុងការបង្កើតapp ឬមួយក៏បង្កើតកម្មវិធីសម្រាប់មនុស្សទូទាំងពិភពលោកប្រើអញ្ចឹងទេខ្ញុំគ្រាន់តែជាបុគ្គលិកធ្វើការឲ្យគេនឹងអ្នកអូស៊ីធម្មតាម្នាក់តាមសមាជីវអត់ទាន់គិតអីដែលជ្រៅដល់ថ្នាក់ហ្នឹងទេប៉ុន្តែពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃហើយមើលទៅតម្រូវការឱកាសនានាវាកើតឡើងមកនៅពេលដែលយើងកំពុងប្រឡូកកិច្ចការហ្នឹងពេលយើងឃើញមានបញ្ហានេះបញ្ហានោះកើតឡើងទៅយើងក៏អាចឆ្នៃមើលឃើញឱកាសនៅពេលដែលយើងជួបបញ្ហាទាំងអស់នោះដែរអញ្ចឹងគ្រូខ្ញុំផ្ទាល់ក៏អញ្ចឹងដែរ
ដល់តែធ្វើម្ដងតិចសិនបន្លោកម្ដងតិចសិនបានយើងមើលឃើញឱកាសនៅពីក្រោយខ្នងហ្នឹង Mark Zuckerberg ក៏គាត់ធ្វើអញ្ចឹងដែរម្ដងតិចគាត់ចង់ឃើញយុវជនចង់ឃើញសិស្សរួមថ្នាក់ឬមួយក៏និស្សិតនៅក្នុងសាកលវិទ្យាល័យរបស់គាត់ហ្នឹងអាចទំនាក់ទំនងគ្នាដោយស្រួលបាទមិនពិបាកសរសេរសារផ្ញើតាមទូរស័ព្ទទួយណាបាទអញ្ចឹងគាត់ក៏បង្កើតកម្មវិធី Facebook ហ្នឹងឡើងអញ្ចឹងកន្លែងចំណុចនេះយើងក៏ដូចគ្នាពេលនេះយើងកំពុងធ្វើការឲ្យគេឬមួយក៏កំពុងធ្វើអីមួយឬមួយក៏កំពុងត្រៀមខ្លួនខំប្រឹងវឹកហាត់ដុសខាត់សមត្ថភាពខ្លួនឯងប៉ុន្តែ3 4 5ឆ្នាំក្រោយនោះយើងនឹងបង្កើតរបស់អីមួយសម្រាប់មនុស្សជាតិក៏ថាបានដែរឲ្យតែយើងឲ្យតម្លៃខ្លួនឯងហើយនឹងមើលឱកាសនានាដែលកើតនៅក្នុងស្ថានភាពសង្គមរបស់យើងឬមួយក៏ពិភពលោកកំពុងត្រូវការនោះបាទអូខេឥឡូវទៅដំបូងមានល្អបំផុតទី5របស់លោក Mark Zuckerberg គាត់និយាយថាគេមិនខ្វល់អំពីអ្វីដែលអ្នកនិយាយនោះទេគេខ្វល់តែអ្វីដែលអ្នកបានបង្កើតប៉ុណ្ណោះបាទគាត់ចង់បញ្ជាក់ប្រាប់ថាមនុស្សយើងណាបាទមនុស្សនៅជុំវិញយើងអត់ខ្វល់អំពីអ្វីដែលយើងនិយាយទេពេលដែលយើងនិយាយអញ្ចឹងគេមិនសូវខ្វល់ទេប៉ុន្តែគេខ្វល់អំពីអ្វីដែលយើងបានបង្កើតគេខ្វល់អំពីអ្វីដែលយើងអំពីលទ្ធផលដែលយើងបានសម្រេចបាននោះអញ្ចឹងមនុស្សយើងភាគច្រើនគឺអញ្ចឹងបាទអានឹងជាធម្មជាតិរបស់មនុស្សហើយដូច្នេះខ្លួនយើងបើល្អមែនទែនពេលដែលយើងមិនទាន់បង្កើតអ្វីមួយឬមួយក៏មិនទាន់ធ្វើអ្វីមួយបានជាដុំកំភួរឬមួយក៏លេចធ្លោហ្នឹងយើងខំប្រឹងបង្កើតសិនទៅខំប្រឹងពង្រឹងសមត្ថភាពសិនទៅខំប្រឹងសម្រួចចំណេះដឹងរបស់យើងឲ្យខ្លាំងសិនទៅហើយប្រឹងប្រែងធ្វើកិច្ចការដែលជាគោលដៅរបស់យើងនឹងឲ្យខ្លាំងសិនទៅមិនបាច់និយាយច្រើនទេមិនបាច់បង្អួតនរណាទេហើយក៏មិនបាច់និយាយច្រើនទៅឲ្យនរណាដឹងឮច្រើនពេកដែរពីព្រោះអីមនុស្សយើងនៅជុំវិញយើងកម្រណាស់ដែលគេសប្បាយចិត្តត្រេកអរនឹងអ្វីដែលយើងអភិវឌ្ឍឬមួយក៏អ្វីដែលយើងជោគជ័យនោះគឺមិនសូវមានអ្នកត្រេកអរប្រហែលទេដូច្នេះយើងមិនបាច់សូវនិយាយអីច្រើនទេស្រួលអាលទ្ធផលដែលយើងនិយាយហ្នឹងហើយលទ្ធផលមិនតាន់មានគេក៏យំយកយើងឈ្មោះយើងទៅនិយាយតេះដៀលទៅសើចចំអកលេងក៏ថាបានដែរហើយធ្វើឲ្យយើងបាក់ទឹកចិត្តថែមទៀតដូច្នេះយើងមិនបាច់និយាយច្រើនពេកទេតែធ្វើឲ្យច្រើនបំផុតបាទផ្ដោតឲ្យខ្លាំងបំផុតលើសមត្ថភាពរបស់ខ្លួនហើយប្រឹងឲ្យខ្លាំងបំផុតលើគោលដៅរបស់ខ្លួនថ្ងៃក្រោយពេលដែលលទ្ធផលរបស់យើងបានបាទមិនបាច់យើងទៅនិយាយឯងគឺអ្នកដតីឬមួយក៏អ្នកនៅជុំវិញយើងហ្នឹងនាំគ្នានិយាយតឯងហើយអញ្ចឹងវាក៏ជាឥទ្ធិពលមួយដ៏ល្អដែរយើងមិនបាច់ព្យាយាមនិយាយលើខ្លួនឯងច្រើនពេកទេអ្នកដតីពេលដែលយើងមានលទ្ធផលអីផ្សេងគេអាចនឹងយកទៅនិយាយជូនយើងដោយ free ហើយបាទអូខេឥឡូវទៅដំបូន្មានដ៏ល្អបំផុតទី6របស់លោក Mark Zuckerberg គាត់និយាយថាបុគ្គលជោគជ័យតែងមានរឿងពីរនៅលើបបោមាត់របស់ពួកគេបាទទី1នោះគឺភាពស្ងៀមស្ងាត់បាទហើយទី2គឺស្នាមញញឹមបាទបុគ្គលដែលអស្ចារ្យបុគ្គលដែលប្រកែណាបុគ្គលដែលអស្ចារ្យបុគ្គលដែលជោគជ័យលើគោលដៅធំអីមួយណាបាទនៅលើបបោមាត់របស់គាត់អត់និយាយបពេចបបោចអត់ប្រយោជន៍ទេហើយគាត់ក៏មិនយកពេលវេលារបស់គាត់ទៅនិយាយរឿងអត់ប្រយោជន៍ដែរគាត់ទុកបបោមាត់របស់គាត់នៅស្ងៀមហើយប្រឹងប្រែងធ្វើកិច្ចការគាត់និយាយតែពេលណាដែលគាត់ត្រូវការចែករំលែកឬមួយក៏គាត់និយាយជាមួយនឹងដៃគូទំនាក់ទំនងឬមួយក៏ធ្វើការទេគាត់មិនយកពេលរបស់គាត់យកបបោមាត់របស់គាត់ទៅនិយាយរឿងអត់ប្រយោជន៍ទេហើយមួយទៀតគឺនៅលើបបោមាត់របស់គាត់គឺពោពេញទៅដោយស្នាមញញឹមបាទនឹងហើយគឺជាសហគ្រិនដ៏ឆ្នើមឬមួយក៏ជាបុគ្គលដ៏ឆ្នើមបុគ្គលអាចអនាគតទៅអាចទទួលបានជោគជ័យធំលើកិច្ចការរបស់ខ្លួនហ្នឹងបាទត្រូវមានពីរហ្នឹងបាទ Mark Zuckerberg គាត់ផ្ដាំមនុស្សទូទៅបាទបើយើងអត់មានរឿងអីដែលល្អបំផុតត្រូវនិយាយទៅកាន់អ្នកដទៃទេនៅស្ងៀមបាទយើងប្រឹងប្រែងរៀនសូត្រខ្លួនឯងឲ្យច្រើនសិនទៅមិនបាច់និយាយអីច្រើនទេបើរឿងអត់ប្រយោជន៍តែបើរឿងណាដែលយើងគួរនិយាយឲ្យល្អសម្រាប់សង្គមជាតិសម្រាប់មនុស្សជាតិឬមួយក៏សម្រាប់មនុស្សនៅជុំវិញយើងបាទសូមយើងនិយាយអូខេហើយមួយទៀតព្យាយាមញញឹមឲ្យបានច្រើនបំផុតបាទខ្ញុំក៏ព្យាយាមរៀនដែរបាទខ្ញុំព្យាយាមរៀនញញឹមដែរប៉ុន្តែជាធម្មតាបើនៅក្រៅអាចញញឹមចេញបាទបើនៅម្នាក់ឯងពេលខ្លះពិបាកញញឹមដែរបាទទោះបីញញឹមនៅមុខកញ្ចក់ក៏ដោយអូខេអញ្ចឹងយើងព្យាយាមវឹកហាត់ទាំងអស់គ្នាទៅបាទព្យាយាមនៅឲ្យស្ងៀមឲ្យច្រើនកុំនិយាយច្រើនពេកចំពោះរឿងអត់ប្រយោជន៍ឬមួយក៏និយាយដើមគេយករឿងអ្នកដទៃរឿងគ្រួសារអ្នកដទៃមកនិយាយអត់ប្រយោជន៍នៅលើបបោមាត់យើងហ្នឹងកុំនិយាយឲ្យសោះវាគ្មានបានប្រយោជន៍អីសម្រាប់យើងទេហើយបានតែអ្នកដទៃរាំងស្អប់យើងហ្នឹងព្រោះអីវាអត់មានសំខាន់សម្រាប់គេបាទហើយមួយទៀតញញឹមឲ្យបានច្រើនបំផុតទៅកាន់មនុស្សនៅជុំវិញបាទវានឹងជះឥទ្ធិពលល្អជួយយើងឲ្យ
miền hay là kê chấm mút rồi có miền ẩm nào tiên đó nè bà cắt trên Việt Nam như bảo dương này ok lỡ từ đồng bố miền đó là thì bằng pi bảo lục mặc giả cả bớt còn như vậy tha mình nút class rồi mày trong chụp cháy tiếng nẹt class nhẹ lang phím không prăng dạng khang đầm bay vía bắt từ hai bà còn như vậy tha bọc côn môi chùm nuốn đó nè bà bọc côn môi chùm nuốn sẽ ra hơn điện sầm máy trong chục cháy này sầm máy trong chục cháy thùng sầm máy trong miên lôi chan sầm máy trong ní trong nu vấn thế có ấp miên sạc mà phiệp tề bà có sầm máy trong chục cháy tại miên mà nu mà cong tôi nó quát mình nu chơi chở cái phong sầm máy trong chục cháy tại quát nó nhẹ lang phím phẳng phẳng thưa đầm bay ở chục cháy bắt hai bà quát không phẳng đầm bay cô đai bà quát không prăng đầm bay phiệp chục cháy niệm pe nè cô đầm bà quát bắt hai bà nhẹ lang phím không phẳng bắt hai nhẹ khác quay ra sầm máy ở trong chục cháy tại không miên sạc mà phiệp ná đấy thưa luôn ấy đi chừng nào sao mà ngày thưa là kết ca từ đái hay đào lừa phiệp người hot người cò sầm rạ làm hai ở sơ khoai ở sơ prang prai rồi nè là bây giờ tới phim chụp cháy gọn miền này hãy chỉ vứt bỏ dưỡng bà sẽ cái đây sóc non chỉ vứt bỏ dưỡng bà thì mũi dương miền sọc hiệp bà thì pi miền sọc hẹp mà cô không vừa xa thì bấy miền lùi bà bấy nắng bà sân chỉ ót à mũi của giặc này bà ót ghi giặc mình tên màu tụi bay miền lùi ót sọc hiệp của bà này chẳng dương thở phẳng từ tua vô viên từng bay từng từ bà phẳng phải đó miền lối bản dương mưa thay sọc phim dương ban là bà dương ót miền lối dương thổ tinh là bò nàng nhằm là rồi môi có pha sọc phim dương là mày tự bà hay hoàn là tha lại cho nó nên miền lại khác còn tham phẳng phải pết trong khối sọc phim thuật thổ mình xem dương cùng phơi chân tới dương prang prai phong dương thay sọc phim phong từ bà hay dương bàn đèn lạt tập pháo sọc phim dương của bàn để nó dương phơi thằng pi tình tâm kia từ đầm bay cùng ao giờ nẹt khác cái thà dương ở trái thay sọc phim đào về miền bàn thấy sọc phim luôn anh trộn bà những thay đồng pi từ bà nẹt khác ban anh dây chẳng còn thì chỉ le bảo quát thế phủ ấy quát hộ ấy phẳng phải đầm bay ở chỗ chơi bán đó nè bà rồi mưa có quát chiều mình nuôi chiều lớn á quát đại le màu che lên cho đây là nâng mình nuôi môi trường luôn tối đây cho mình này dây ở si chùm rơi lại cho nó nâng đây bà còn là khi trong trăng lược anh ấy ở chịu tiêu ho srop từ cùng nứt rồi bỏ mặc giả cả bớt nè bà ok ở lấy đồng bố miên đó lọ bằng phật ti bằng bay rồi bỏ mặc giả cả bớt con như vậy tha miên trâm cùng nứt cứ mình toán cướp con một tề bà lutrana tại nhẹ dỗ vi mà ăn nó vót tập đăng pi cốt đầm lại rồi bỏ vi bà được nét chỗ chắc bà đang phải nè còn vậy tha miên trâm cùng nứt mình toán ở cha nữa thì bà miền trâm cùng đất mình toán cướp con này bà thử vô với mà ăn ở Watson ăn ở Watson là bò mờ nét khác sầm bố cùng đất mình đây du vào chôn dứa nè bởi cô dương cô đáp cùng đất là bò du vào chôn dứa mà nè đáp tao vào mà nè miền cùng đất đi cùng đất luôn chắc là phải trái ca ở Wat ai tha sờ mà bà quát khoác ca ở Wat miền đất cùng đất để nét khác này dây máu ban là o chở là tái đầu pe tự ăn ở Wat thưa món cứ quát chắp bà bong mình tên quát chắp bà chơi đúng không có copy à cũng nứt để quát miền nọ chẳng cái lại cho nó nhé dương miền cũng nứt hơi thử chạy ăn ở quạt biết điện thử Clahan không ca ăn ở quạt Clahan không ca và thuê thua cây ca nắng do cũng nứt ở bao dương nó mò đặt cho đặt là lừa tóc hơi con bia mà cặp ca bia mà con bia mở tao bia ai từ ruồi tế rồi môi có bia ai được ban là tập họ trên vì cùng nứt bỏ dương thế về nuôi dương đừng cho bà tha cùng nứt bỏ dương là o được mua cười việc ná hay sầm mặt tập hiệp bỏ dương khăng được mua cười cọt bà chẳng cùng miên trâm tay cùng nứt miên cùng nứt hái riro vị thi khi nông ca ác nó quạt vía ở trên chiều rụp riêng phòng bà ok ở lỡ từ đồng bô miên đó là một phần tí bằng bốn ở bằng mặt sạc bớt con này vậy tha process bà nè thưa cái cá để nè sờ lạnh trôi chất viên đừng miễn phiếp nghi xua sầm rạp nè bà con lực tôi chặt thà bà sân chỉ bong bóng thưa cái ca ấy muối nè cho thưa cái ca nắng bà nè thưa cái ca muối nắng đôi ca trôi chất bỏ dướng nè bà cùng chi diêm thưa cái ca na để dương ở sâu trôi chất đi hơi dương thưa ca kia cái nào bà dương thưa ca nâng trang mình sâu trôi chất
ហើយមិនសូវជានេះធ្វើមួយថ្ងៃឲ្យបានឲ្យរួចថាមួយថ្ងៃខ្ញុំជឿថាបងប្អូនជីវិតរបស់បងប្អូនតានតឹងមែនទែនបាទតានតឹងខ្លាំងមែនទែនពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងគឺតានតឹងខ្លាំងមែនទែនមានសម្ពាធច្រើនមែនទែនប៉ុន្តែបើបងប្អូនធ្វើកិច្ចការណាដែលបងប្អូនចូលចិត្តណាបាទខ្ញុំជឿថាគាត់តែភ្ញាក់ឡើងភ្លាមគឺមាន power ហ្មងមានធម៌ពលសម្រាប់ធ្វើហ្មងបានថាយើងចង់ងើបពីព្រលឹមដើម្បីធ្វើកិច្ចការយើងហ្មងព្រោះអីយើងស្រឡាញ់គោលដៅរបស់យើងស្រឡាញ់កិច្ចការរបស់យើងអញ្ចឹងកន្លែងចំណុចនេះ Mark Zuckerberg ក៏គាត់និយាយដែរបាទគាត់សុខចិត្តបោះបង់ការសិក្សាណាបាទនៅសាកលវិទ្យាល័យរបស់គាត់បោះបង់ការសិក្សាសិនហើយគាត់មកផ្ដោតលើការសរសេរកូដកម្មវិធី Facebook របស់គាត់នោះអញ្ចឹងយើងគិតមើលពេលដែលគាត់ស្រឡាញ់លើកិច្ចការនឹងខ្លាំងណាគាត់ប្រឹងធ្វើកិច្ចការនឹងខ្លាំងណាបាទទីបំផុត Facebook ផ្ដល់ផលជាច្រើនមហាសាលទៅឲ្យគាត់វិញបាទអញ្ចឹងកន្លែងចំណុចនេះព្យាយាមបើរងថ្ងៃកិច្ចការដែលយើងកំពុងធ្វើអត់សូវចូលចិត្តទេបាទត្រូវរកមើលផ្សេងទៀតឬមួយក៏ត្រូវឆ្នៃខ្លួនឯងទៅលើកិច្ចការណាដែលយើងចូលចិត្តបាទទោះបីជារងថ្ងៃយើងត្រូវការលុយខ្លាំងដើម្បីរស់ក៏ដោយតែបើយើងធ្វើកិច្ចការណាដែលយើងអត់ចូលចិត្តផងហើយយើងនៅតែបន្តធ្វើទៀតបាទយើងក្រំចិត្តមែនទេពីមួយថ្ងៃទៅមួយថ្ងៃកាន់តែក្រំចិត្តទៅហើយបើមានឧបសគ្គអីតិចតួចយើងពិបាកក្នុងការដោះស្រាយមែនទេប៉ុន្តែបើយើងធ្វើកិច្ចការណាដែលយើងកំពុងតែចូលចិត្តហើយយើងស្រឡាញ់ខ្លាំងហើយខ្ញុំជឿថាឧបសគ្គមកប៉ុណ្ណាក៏យើងវាយជំនះដែរបាទអាហ្នឹងកន្លែងចំណុចនេះបុគ្គលជោគជ័យទូទាំងពិភពលោកទាំងអស់គាត់សុទ្ធតែឆ្លងកាត់កន្លែងចំណុចហ្នឹងទាំងអស់គ្មាននរណាម្នាក់ជោគជ័យលើកិច្ចការអីមួយដែលគាត់អត់ចូលចិត្តធ្វើទេបាទអត់មានទេតែអត់ចូលចិត្តធ្វើមកស្ទុះគេឈប់ហើយគេទៅធ្វើអាកិច្ចការណាដែលគេចូលចិត្តនោះហើយគេជោគជ័យជាមួយនឹងកិច្ចការដែលគេចូលចិត្តហ្នឹងបាទអូខេឥឡូវទៅដំបូងមានចុងក្រោយរបស់គាត់និយាយថាគាត់លើកទឹកចិត្តយុវជនលើកទឹកចិត្តមនុស្សម្នាទូទៅហ្នឹងបាទត្រូវផ្លាស់ប្ដូរខ្លួនឯងឲ្យលឿនបាទនិងអង្គន់ការងាររបស់យើងឲ្យតូចព្រោះថាបើអ្នកមិនធ្វើបែបនេះនោះទេអ្នកមិនអាចទៅបានលឿននោះឡើយបាទគាត់ថាបើយើងកំពុងធ្វើកិច្ចការអីមួយយើងមានគោលដៅធំណាបាទដូច្នេះគោលដៅធំប្រវត្តិបានក៏ដោយត្រូវកន់វាឲ្យតូចហើយធ្វើអាតូចហ្នឹងឲ្យលឿនបំផុតបាទដើម្បីឲ្យវាឆាប់សម្រេចបានអាធំនោះបើមិនអញ្ចឹងទេយើងនឹងខ្ជិលយើងនឹងឆាប់នឿយហត់យើងនឹងឆាប់បោះបង់បាទអញ្ចឹងកន្លែងនេះ Mark Zuckerberg ខ្ញុំជឿថាគាត់ច្បាស់កន្លែងចំណុចហ្នឹងមែនទេដោយសារអីមុននឹងគាត់បង្កើត Facebook បង្កើតក្រុមហ៊ុន Meta ធំដល់បច្ចុប្បន្ននេះខ្ញុំជឿថាគាត់កង់កិច្ចការរបស់គាត់នឹងតូចរហូតដល់គាត់ចាប់បានអាចំណុចធំចំណុចជោគជ័យរបស់ក្រុមហ៊ុនរបស់គាត់នឹងអញ្ចឹងកន្លែងចំណុចនេះដូចគ្នាបងប្អូនក៏ដូចគ្នាដែរមានគោលដៅធំហើយអង្គការងារឲ្យតូចខ្ញុំក៏អញ្ចឹងដែរខ្លួនខ្ញុំផ្ទាល់ខ្ញុំកាន់កាប់ក្រុមហ៊ុន Wired ហើយ app របស់ខ្ញុំហ្នឹងជា app អានសភៅហ្នឹងខ្ញុំអង្គការងារតូចហើយចាប់យកវាម្ដងតិចដើម្បីសម្រេចគោលដៅធំនោះដូចគ្នាមនុស្សទូទាំងពិភពលោកនេះគាត់មានគោលដៅធំប៉ុន្មានក៏ដោយក៏គាត់អង្គអាតូចទៅហើយប្រឹងបុកវាទៅកុំធ្វើសន្សំកុំធ្វើយឺតពេកណាប្រឹងឲ្យអស់ពីលទ្ធភាពហើយប្រឹងប្រែងចាប់វាឲ្យលឿនបំផុតទៅបើមិនអញ្ចឹងទេយើងខ្ជិលឬមួយក៏យើងឆាប់បាក់ស្មាតឬមួយក៏ឆាប់បាក់ទឹកចិត្តដោយសារតែពាក្យបន្តិចបង្អាក់របស់អ្នកដទៃណាអូខេឥឡូវថ្ងៃនេះខ្ញុំចែករំលែកដំបូងមានទាំង10នេះខ្ញុំសង្ឃឹមថាដំបូងមានទាំង10នេះនឹងអាចជួយជាគំនិតមួយចំនួនជំរុញកម្លាំងចិត្តឲ្យអ្នកទាំងអស់គ្នាដែលបានស្ដាប់វីដេអូហ្នឹងឲ្យមានភាពរឹងមាំចំពោះគោលដៅរបស់ខ្លួនមានភាពរឹងមាំចំពោះអនាគតរបស់ខ្លួនបាទ